ចឹងនឹងបងប្អូនថ្ងៃហ្នឹងខ្ញុំចង់ណែនាំពីការប្រូប្រេងប្រាំងសម័យនេះយើងដូរប្រេងប្រាំងគឺយើងមានឧបករណ៍ហ្នឹងហើយយើងមិនបាច់ដូរដូចពីមុនទៀតទេហ្នឹងហើយប៉ុន្តែឥឡូវភាគច្រើនហ្នឹងក៏មិនសូវមានដែរឧបករណ៍ប៉ុន្តែថ្ងៃនេះខ្ញុំសូមណែនាំបាទសម្រាប់បងប្អូនជាងយើងហ្នឹងហើយល្មមដល់ពេលដែលយើងត្រូវប្រើឧបករណ៍ខ្លះទៅហ្នឹងហើយដើម្បីឲ្យវាសមទៅនឹងសម័យកាលហ្នឹងហើយកុំឲ្យវាមានហានិភ័យកើតឡើងចំពោះការដូរប្រេងប្រាំងដូរអីចឹងណាហ្នឹងហើយនេះនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញនេះជាឧបករណ៍សម្រាប់បញ្ចូលប្រេងប្រាំងតែនេះគឺខ្ញុំសូមណែនាំខ្លះចំពោះការបដូរប្រេងប្រាំងនោះព្រោះយើងជាទូទៅយើងឃើញបដូរប្រេងប្រាំងច្រើនតែច្រាលនឹងជើងមកន័យថាឆៅអញ្ចឹងវាមានហានិភ័យវានាំឲ្យខូច ABS ខូចអីចឹងទៅចូលខ្យល់ច្រាលវាមិនពេញលក្ខណៈតែថ្ងៃនេះគឺខ្ញុំចង់បង្ហាញជាទូទៅនៅខាងការ៉ាសគីមលីគឺយើងប្រើនៃឧបករណ៍នេះហ្នឹងហើយយើងបើកក្បាលឈាមនេះមកយើងដាក់កំប៉ុងហើយពេលច្រើនយើងប្រហូរឲ្យបាន300មីលីលីត្រឬក៏ទៅ400បានន័យថាវាអស់ហើយការដូរបែបនេះគឺវាលក្ខណៈស្តង់ដាបងប្អូនវាស្តង់ដាទី1វាអត់មានបញ្ហាបើប្រដល់ ABS ទេបានន័យថាវាបញ្ចេញអាចាស់ចោលវាចូលដល់ថ្មីគឺគ្រប់លក្ខណៈតែម្ដងហ្នឹងហើយមួយទៀតយើងមិនបាច់ហត់ប្រើកម្លាំងច្រើនទេណាមានអ្នកឆ្លាលប្រេងមានអ្នកស្រែកមានអ្នកជន់មានអ្នកអីវានាំឲ្យមានខាតពេលវេលាច្រើនហើយក៏វាបង្កឲ្យមានហានិភ័យអញ្ចឹងសម័យនេះហើយគឺសម័យគេជឿនលឿនហើយបាទហើយឧបករណ៍ប៉ុណ្ណឹងវាមិនថ្លៃទេបាទដើម្បីជៀសវាងជួបហានិភ័យឥឡូវយើងដាក់ឧបករណ៍ហ្នឹងមកឃើញទេកាលណាវាប្រេងវាបុកមកគឺវាមកស្មើមកមិនន័យតែកម្លាំងបុកហ្នឹងវាមកស្មើរហូតហ្នឹងហើយអានេះគឺយើងច្រាលអាកង់ក្រោយបងប្អូនអាកង់ក្រោយហ្នឹងគឺយើងច្រាលវាកង់ក្រោយសិនហ្នឹងដើម្បីឲ្យវាគ្រប់លក្ខណៈរបស់វាហើយយើងឲ្យជាងបច្ចេកទេសរបស់យើងហ្នឹងគាត់បិទហ្នឹងហើយបិទខាងក្រោយរួចបានយើងបន្តទៅមុខបាទហ្នឹងហើយអញ្ចឹងសម្រាប់បងជាងយើងគួរតែបញ្ឈប់ទៅណាហ្នឹងហើយបញ្ឈប់ទៅដើម្បីបញ្ហា ABS របស់គេបាទឬក៏ធ្វើឲ្យវាជួបឲ្យមានហានិភ័យនឹងភាគច្រើនគឺរឿងតែដុំ ABS ជាការខូចដុំ ABS សុកនឹងខូចអត់ដឹងរឿងទេហ្នឹងហើយអញ្ចឹងការធ្វើបែបនេះវាល្អច្រើនមកល្អច្រើនមែនទែនហើយយើងកុំខ្លាចហៅថាអស់លុយច្រើនទិញឧបករណ៍ទិញអីយកមកដាក់ហ្នឹងហើយអស់លុយច្រើនយើងចាល់តែដៃចាល់តែជើងទៅវារួចអត់ទេហ្នឹងក្នុងសម័យគេនេះគឺយើងប្រើបែបហ្នឹងទៀតវាអត់ជឿនលឿនទេហ្នឹងហើយហើយនេះគឺក្រុមការងារយើងចាប់ផ្ដើមដាក់ចូលមុខទៀតហ្នឹងហើយកុំឲ្យខាតពេលយូរមកវិញទេយើងនេះអាក្រោយរួចហើយគឺយើងចាប់ផ្ដើមធ្វើមុខបងហើយនេះគឺបងជាងបាទគាត់ជាអ្នកបច្ចេកទេសខាងហ្នឹងបាទហ្នឹងហើយខ្ញុំសូមបង្ហាញកន្លែងនេះបន្តិចដែរបាទចំពោះការប្រើនេះគឺពេលណាដែលយើងបញ្ជាក់ហ្នឹងហើយដាក់ចូលនៅក្នុងក្បាលក្រេះរួចហើយបាទឯងម្ចាស់ឡានយើងស្អាតទេណាហ្នឹងហើយយើងមកមើលនេះការប្រើឧបករណ៍របស់យើងហ្នឹងអានេះគឺផ្នែកខាងមុខហ្នឹងហើយយើងប្រើពេលអត់យូរបងប្អូនយើងចាប់ផ្ដើមចុចវាមកហ្នឹងហើយហ្នឹងហើយវាមានកណ្ដុខៀវលឿងហើយនឹងក្រហមខ្មៅអញ្ចឹងកន្លែងនេះគឺចង់បញ្ជាក់ថាកាលណាបើយើងបើកត្រឹមខៀវបានន័យថាសម្ពាធបុកនោះវាបុកធម្មតាពីព្រោះពេលខ្លះឧបករណ៍របស់យើងអត់ចេះប្រើក៏វាពិបាកដែរវាអាចនាំឲ្យខូចដុំ ABS របស់គេបាទជួយជាងការវាបុកខ្លាំងពេកវាអាចផ្ទុះបងប្អូនវាអាចផ្ទុះប៉ុន្តែគឺយើងត្រូវបញ្ចូលវាតាមធម្មតាហើយឥឡូវបន្ទាប់ពីយើងធ្វើឲ្យយើងមកមើលប្រេងគេនេះថ្លាឆ្វង់សំបីតែខ្មៅទីក៏គ្មានដែរ
มันได้ไปเจียได้นะបងប្អូនណានៅពេលដែលយើងមុននឹងយើងដូរប្រេងប្រាំងក្នុងនាមយើងជាអ្នកបច្ចេកទេសយើងត្រូវតែឆែកមើលដូម៉ាបែសិនហ្នឹងហើយព្រោះវីដេអូពេលដែលឆែកដូម៉ាបែខ្ញុំអត់បានបញ្ចូលទេប៉ុន្តែនេះនៅពេលដែលយើងបដូរប្រេងហើយគឺខ្ញុំត្រូវឆែកមើលកម្លាំងនៃការជន់ណានៅពេលដែលយើងជន់ដុំ ABS ហ្នឹងសម្ពាធរបស់វាហ្នឹងវាដើរត្រូវដោយការដែលយើងមិនទាន់ដូរប្រេងអត់ព្រោះវាជាទូទៅចាប់ដើមពី3ចុចឡើងទៅគឺវាល្អហើយតែបើសិនថាវាទាបជាងហ្នឹងគឺវាមានបញ្ហាអញ្ចឹងកន្លែងហ្នឹងសម្រាប់បងប្អូនជាងយើងណាយើងគួរតែប្រយ័ត្នប្រយែងដែរហ្នឹងហើយបងប្អូនចប់ហើយមានតែប៉ុណ្ណឹងអរគុណច្រើនជម្រាបលាបាយបាយ